សួស្តីបងប្អូនទាំងគ្នាឥឡូវយើងមកមើលផែនទីនៃប្រទេសផែនទីពិភពលោកបច្ចុប្បន្ននេះគឺយើងបងប្អូនដឹងហើយគឺមានសង្គ្រាមគ្នាយ៉ាងខ្លាំងក្លារវាងប្រទេសអ៊ីរ៉ង់និងប្រទេសអ៊ីស្រាអែលមកទល់មកនេះគឺយើងមិនទាន់មានសញ្ញាណាមួយដែលថាប្រទេសទាំងពីរបញ្ចប់សង្គ្រាមនៅឡើយទេគឺកំពុងប្រយុទ្ធជាមួយគ្នាយ៉ាងខ្លាំងក្លាជាទីបំផុតបាទបងប្អូនមកមើលនេះគឺជាប្រទេសអ៊ីរ៉ង់បងប្អូននេះបាទប្រទេសអ៊ីរ៉ង់នេះគឺមិនមែននៅជិតប្រទេសអ៊ីស្រាអែលទេបងប្អូនបាទបានន័យថាប្រទេសអ៊ីរ៉ង់និងប្រទេសអ៊ីស្រាអែលមានចម្ងាយឆ្ងាយពីគ្នារហូតដល់1000ទៅ1500គីឡូម៉ែត្រឯណោះបាទអញ្ចឹងបានន័យថាប្រទេសទាំងពីរប្រយុទ្ធគ្នារាល់ថ្ងៃមិនមែនការប្រយុទ្ធដោយខ្មៅជើងទេគឺជាការប្រយុទ្ធគ្នាដោយការផ្លោតនៅមីស៊ីលដាក់គ្នាឬក៏ការប្រើដ្រូនយន្តហោះចម្បាំងដាក់គ្នាបាទគឺយើងផ្លោតដាក់គ្នារំលងប្រមាណប្រទេសរំលងគឺមានរំលងប្រទេសអ៊ីរ៉ាក់មួយបាទនៅជាប់ប្រទេសអ៊ីរ៉ង់គឺមានអ៊ីរ៉ាក់ឃើញមកមានបន្តមកគឺមានប្រទេសស៊ីរីបាទប្រទេសសេរីសកដានីបាទហើយបន្ទាប់មកគឺប្រទេសអ៊ីស្រាអែលនេះឲ្យបាទប្រទេសអ៊ីស្រាអែលគឺនៅជាប់ទៅនឹងសមុទ្រមេឌីទែរ៉ាណេបងប្អូននេះគឺនៅជាប់សមុទ្រមេឌីទែរ៉ាណេបាទអញ្ចឹងគឺថាបានន័យថាប្រទេសទាំងពីរហ្នឹងគឺថាមិនមែនជាប្រទេសដែលនៅជិតភូមិផងរបងជាមួយគ្នានោះទេគឺនៅរំលងគ្នា3ប្រទេសឯណោះបាទអញ្ចឹងមកទល់មកនេះគឺមានសង្គ្រាមយ៉ាងខ្លាំងក្លាផ្លោមីស៊ីលដាក់គ្នាយ៉ាងខ្លាំងក្លាមែនទែនដែលមានការចូលរួមពីសហរដ្ឋអាមេរិកបានន័យថាអាមេរិកគឺជាអ្នកចូលដៃចូលជើងជាមួយនឹងអ៊ីស្រាអែលដើម្បីធ្វើការវាយកំទេចមកកាន់ប្រទេសអ៊ីរ៉ង់ហើយក៏ប្រទេសអ៊ីរ៉ង់នេះឯងក៏គាត់មិនចុះចាញ់ដែរគឺគាត់បានផ្លោមីស៊ីលតទៅនឹងប្រទេសអ៊ីស្រាអែលក៏ដូចជាប្រទេសផ្សេងទៀតដែលនៅជាប់ដែលមានមូលដ្ឋានទ័ពនៅមូលដ្ឋានទ័ពអាមេរិកនៅប្រទេសនោះគឺថាបាទបន្ទាប់ពីមានសង្គ្រាមរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់យើងឃើញថារួមទាំងសហរដ្ឋអាមេរិកយើងឃើញថាច្រកមួយត្រូវបានបិទបងប្អូនច្រកនេះគេហៅថាច្រកហូមូសបាទច្រកហូមូសគឺជាច្រកមួយគឺក្នុងគឺជាច្រកដែលធ្វើការដឹកជញ្ជូនប្រេងបាទដឹកជញ្ជូនប្រេង 20% ទៅកាន់ពិភពលោកបាទយើងឃើញដឹកតាមច្រកនេះបាទហើយប្រទេសដែលផ្គត់ផ្គង់ប្រេងគឺមានប្រទេសអ៊ីរ៉ង់បាទមានប្រទេសកាតាមានប្រទេសគុយវ៉ែតអីជាដើមគឺជាអ្នកដែលផ្គត់ផ្គង់ប្រេងយ៉ាងច្រើនទៅកាន់ពិភពលោកបាទហើយប្រេងនេះគឺដឹកមកកាន់ប៉ែកអាស៊ីរបស់យើងគឺមានប្រទេសឥណ្ឌាបងប្អូនឃើញមើលតាមច្រកហូមូសហ្នឹងមកគឺមានប្រទេសឥណ្ឌាបាទមានប៉ាគីស្ថានអីចឹងទៅមានចិនអីចឹងទៅបាទរួមទាំងអាស៊ីរបស់យើងហ្នឹងបាទមានរួមទាំងប្រទេសរបស់យើងដែរគឺថាបន្ទាប់ពីមានការបិទនៅច្រកហូមូសនេះគឺថាតម្លៃប្រេងនៅលើពិភពលោកមានការកើនឡើងយ៉ាងខ្លាំងមែនទែនតែម្ដងបាទអានេះគឺជាចំណុចដែលពិភពលោកកំពុងតែមានការព្រួយបារម្ភខ្លាំងពីការកើនឡើងនៅប្រេងដ៏ច្រើនសន្ធឹកសន្ធាប់បាទមកទល់មកនេះគឺថាយើងឃើញមានតម្លៃប្រេងនៅក្នុងប្រទេសកម្ពុជារបស់យើងតម្លៃប្រេងធម្មតាហក់ឡើង4000ទៅ5000រៀលទៅហើយក្នុង1លីត្របាទអញ្ចឹងគឺថាវាជាសញ្ញាមួយដែលធ្វើឲ្យពិភពលោកហ្នឹងក៏ដូចជាប្រទេសកម្ពុជារងនៅផលប៉ះពាល់ពីវិបត្តិសង្គ្រាមរវាងអ៊ីរ៉ង់រួមទាំងអ៊ីស្រាអែលរួមទាំងសហរដ្ឋអាមេរិកបាទដោយការមិនអាចនាំប្រេងចេញតាមច្រកនេះបានបាទតាមច្រកនេះបានទៅផ្គត់ផ្គង់ពិភពលោកបាទសូមអរគុណ